លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសភាពការព្រំដែនកម្ពុជាថៃជាពិសេសនៅទីតាំងដែលធ្លាប់មានការផ្ទុះអាវុធដាក់គ្នានៅតំបន់មុំ3នៅក្នុងស្រុកជាំខ្សាន្តនៃខេត្តព្រះវិហារមានសភាពស្ងប់ស្ងាត់ធម្មតាមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទេប្រជាពលរដ្ឋកម្ពុជាកំពុងប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាពនិងទម្លាប់ជាប្រចាំថ្ងៃរបស់ពួកគាត់ដោយពុំមានការប្រែប្រួលណាមួយគួរឲ្យចាប់អារម្មណ៍នៅឡើយធ្វើធម្មតាតែបងប៉ុន្តែវាគ្រាន់តែថាភ័យព្រួយអារឿងខ្លាចវាផ្ទុះអត់ដឹងមូលហេតុនឹងគេហ្នឹងបាទតែភ័យព្រួយខ្លាំងទេឬមិនបងបាទអូភ័យណាណាប៉ុន្តែថាយើងមិនដឹងទៅជ្រកនៅកន្លែងណាបើគ្រួសារខ្ញុំទៅអស់ហើយក៏អាស្រ័យថាខ្លួនមួយក៏លើតែបថុយនៅបាទកុំអីនោះខ្ញុំក៏ត្រូវទៅដែរណាចូលបងមករស់នៅមុំ3នេះប្រហែលជាប្រហែលឆ្នាំហើយបងខ្ញុំនៅប្រហែលជា5 6ឆ្នាំហើយបាទចុះឯផ្ទុះអាវុធហ្នឹងបងបានដឹងធ្វើការដែរទេឬមិនមានបានដឹងណាដេកតែក្រោកផងរៀបនឹងក្រោកហើយបាទដល់ពេលគេជ្រុលមកទៅលើស្រែកប្រាប់បាទថាគេបាញ់គ្នាអញ្ចឹងលើតែងើបមកមើលភ្នំទៅបាត់អស់លីងបាទចុះអាប់ចុះឥឡូវពេលនេះភ័យដែរនឹងអារម្មណ៍សម្រាប់ការរស់នៅពេលនេះភ័យដែរតើភ័យដែរបងភ័យខ្លាចតែយកបាទទោះយើងនឹងរត់ទៅខាងណាបាទបងថ្ងៃនេះបងប្អូនជីវរដ្ឋយើងក៏ដូចជាគ្រួសារបងអូននៅក៏របរចិញ្ចឹមជីវិតធ្វើការងារអីចាំថ្ងៃធម្មតាចាបងនៅធម្មតាចានេះពួកខ្ញុំរងចាំតែអាញាធរនៅទីនេះគាត់ប្រាប់ជំនះខ្លួនមកយើងទៅតាមគាត់ចាតែទីទៅមានការព្រួយបារម្ភដែរចាមានការព្រួយបារម្ភដែរធម្មតាបងយើងនៅចិត្តនឹងចាពិបាកសូម្បីតែការលក់ដូងក៏ពិបាកដែរតានតឹងអត់មានដូចថាអតិថិជនរបស់យើងហ្នឹងគឺអត់សមមានទេបងប្អូនប្រជាជនយើងតទៅពេលមានបញ្ហាអញ្ចឹងគាត់អត់រកអីបានទេគាត់ពិបាកណាចាហើយបងកងតបបងប្អូនកងតបហ្នឹងមានខ្លះក៏អត់ខ្លះអញ្ចឹងទៅណាចាប៉ណ្ណឹងអីទេបានបងប្អូនយើងសហការដូចជាខ្ញុំអីចឹងខ្ញុំជួយសហការជួយផ្សំអញ្ចឹងនិយាយថាបោះខ្លួនឯងខ្លះបោះមួយខ្លះចឹងផ្សំឲ្យជូនយកទៅឲ្យគាត់ហូបខ្លះដែរហើយបានបងប្អូនយើងបានពេលនាវបានបងប្អូនយើងជួយគ្រប់គ្នាខ្ញុំមានការអាណិតសោកស្ដាយបងកងតបដែលបានលះបង់សាច់ឈាមស្រស់ឈាមស្រស់ណាខ្ញុំសោកស្ដាយមែនតើតែគាត់នៅមុខជួមុខដែលពោះជាងគេគាត់អត់សូវបានទៅដល់ទេបើសិនជាបងប្អូនមកសូមឲ្យជូនឡើងទៅដល់លើទៅហើយសូមឲ្យជួយប្រជាជនផងប្រជាជនអត់ខ្លាំងណាស់អត់រត់បានទេមិនថាគេចាខ្ញុំចង់ឃើញតំបន់ព្រំដែននេះសូមចង់ឲ្យបានសុខសន្តិភាពចាសូមឲ្យណៅសម្ដេចពុកនិងសម្ដេចធិបតីលោកហ៊ុនម៉ាណែតហ្នឹងសូមឲ្យលោកជួយសូមឲ្យគាត់ជួយឲ្យបានជោគជ័យជួបនឹងសន្តិភាពសុខសន្តិភាពលោកលស័យប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីប្រហែលជាលោកលស័យបានជ្រាបច្បាស់ហើយនៅជំហរជាក់លាក់គត់មុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានប្រកាសកាលពីយប់ថ្ងៃទី4ខែមិថុនាម្សិលមិញថាកម្ពុជាមិនរាថយឡើយក្នុងការបញ្ជូននៅករណីរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់ចំនួនមុំ3នេះទៅកាន់តុលាការ ICJ បើទោះបីជាភាគីថៃមានការបដិសេធយ៉ាងណាក៏ដោយយោងតាមកាសែត The Nation របស់ថៃក៏បានបញ្ជាក់ឲ្យដឹងដែរថានៅឯប្រទេសថៃឯនោះវិញក៏មានក្រុមអ្នកជាតិនិយមមួយក្រុមកំពុងតែធ្វើការប្រមូលផ្ដុំដើម្បីធ្វើការតវ៉ាជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃពង្រឹងតួនាទីយោធារបស់ខ្លួនក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជានិងថៃដោយសម្ដែងពីការព្រួយបារម្ភថានឹងអាចរងឥទ្ធិពលដោយសារមនោសញ្ចេតនានៃគ្រួសារអ្នកកាន់អំណាចទាំងភាគីថៃនិងកម្ពុជាបដានិស្សិតនិងប្រជាជនដើម្បីកំណែទម្រង់របស់ថៃ STR យោងតាមការចុះផ្សាយរបស់កាសែត Thai The Nation ពួកគេបានធ្វើបាតកម្មនៅមុខក្រសួងការពារជាតិថៃដោយអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រគល់ការងារទៅឲ្យក្រុមប្រឹក្សាសន្តិសុខជាតិហៅកាត់ថា NSC ទទួលបន្ទុកគ្រប់គ្រងស្ថានភាពជាបន្ទាប់ពីភាពតានតឹងកើតមានជាថ្មីនៅព្រំដែនកម្ពុជានិងថៃបរិយាកាសក៏ដោយនៅក្នុងនោះទន្ទឹមនឹងការតវ៉ានេះក៏សមាជិកព្រឹទ្ធសភាថៃបានអំពាវនាវឲ្យប្រជាជនខ្លួនជាពិសេសក្រុមជននិយមថៃហ្នឹងកុំឲ្យចាក់សាំងទៅលើភ្លើងជំវិញស្ថានភាពចំនួនកម្ពុជាថៃនេះដោយទុកឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីហើយនៅថ្ងៃទី14ខែមិថុនាខាងមុខនេះប្រសិនជាគ្មានការប្រែប្រួលណាមួយទេគឺគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងថៃនឹងជួបប្រជុំគ្នានៅរាជធានីភ្នំពេញប៉ុន្តែយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហាតំបន់ប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3នឹងមិនត្រូវដាក់ចូលក្នុងរបៀបវិរៈនៃការប្រជុំចរចាគ្នានៅក្នុងក្រុងភ្នំពេញនៅថ្ងៃទី14ខែមិថុនានោះទេ
បាទលោកលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីទីតាំងដែលខ្ញុំបាទនិងលោកសុកពិសិដ្ឋកំពុងចរជើងធ្វើសេចក្តីរាយការណ៍ជូនលោកលោកស្រីនេះគឺនៅក្នុងតំបន់មុំ3ហើយលោកលោកស្រីងាកទៅមើលនៅខាងឆ្វេងដៃខ្ញុំបាទនោះគឺជាខ្នងភ្នំដែលជាបាទទឹកដីរបស់ភាគីឡាវបាទនៅខាងនោះគឺភាគីឡាវហើយឡើងតែប្រហែលជា1គីឡូទៀតទេពីខាងក្រោយខ្ញុំបាទនេះគឺបាទតំបន់មុំ3នៅកន្លែងនោះហើយដែលជាការផ្ទុះអាវុធរវាងកងទ័ពកម្ពុជានិងថៃដែលតាមព័ត៌មានមកហ្នឹងគឺកងទ័ពថៃលបបាញ់ចូលមកកងទ័ពកម្ពុជានៅក្នុងលេនដ្ឋានដែលបណ្ដាលឲ្យបាទកងទ័ពកម្ពុជាយើងមួយរូបស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមនៅក្នុងករណីប៉ះគ្នាកាលពីពេលថ្មីកន្លងទៅនេះជុំវិញបញ្ហានេះមកទល់ពេលនេះយោងតាមព័ត៌មានពីកងទ័ពដែលកំពុងឈរជើងនៅតំបន់មុំ3នេះបានបញ្ជាក់ដឹងថាសភាពការនៅតំបន់ព្រំដែនកន្លែងមុំ3កន្លែងផ្ទុះអាវុធហ្នឹងគឺមានសភាពស្ងប់ស្ងាត់ប៉ុន្តែខ្ញុំមិនអាចទៅដល់ទីតាំងនឹងជូនលោកអស័យរាយការណ៍ផ្ទាល់នៅទីតាំងនឹងបានទេដោយសារតែវេលានេះកងទ័ពក៏បានចូលទៅតាមខ្សែត្រៀមនៅតំបន់ជួរមុខហ្នឹងដើម្បីរងចាំបទបញ្ជាពីថ្នាក់ដឹកនាំដើម្បីអនុវត្តផែនការនៅពេលដែលមានបញ្ហាជាយថាហេតុណាមួយកើតឡើងបាទសូមជម្រាបជូនលោកអស័យដែរថាចំហរបស់រដ្ឋាភិបាលកម្ពុជាទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសម្ដេចតេជោប្រធានព្រឹទ្ធសភាលោកបានប្រកាសច្បាស់លាស់ហើយថាកម្ពុជាចង់តែរក្សាសន្តិភាពទេមិនចង់ឈ្លានពានទឹកដីរបស់ប្រទេសណាឡើយហើយក៏មិនចង់បាទប្រើប្រាស់កម្លាំងអាវុធដើម្បីដោះស្រាយបញ្ហាដែរប៉ុន្តែក្នុងករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរណាមួយពីភាគីម្ខាងទៀតគឺកម្ពុជានឹងប្រើប្រាស់សិទ្ធិស្វ័យការពាររបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនឲ្យទាល់តែបានទោះក្នុងតម្លៃណាក៏ដោយអញ្ចឹងហើយបានជាមកទល់ពេលនេះម៉ោងនេះគឺកម្លាំងជួរមុខនៅតំបន់មុំ3នេះកំពុងត្រៀមជើងព្រួលជាប់ជាប្រចាំពុំមានធ្វើប្រហែស1វិនាទីណាឡើយដើម្បីការពារបូរណភាពទឹកដីនិងរងចាំស្ដាប់បទបញ្ជាពីថ្នាក់ដឹកនាំផងដែរបាទសូមអរគុណលោកលោកស្រីប្រិមត្តទូរទស្សនិកជនពីខ្ញុំបាទហ៊ុនឌីណូពីនឹងរាយការណ៍ពីតំបន់មុំ3ក្នុងស្រុកជាំខ្សាន្តនៃខេត្តព្រះវិហារ